រឿងព្រះនាងនិងស្រែស្រូវកាលពីពេលមួយនៅក្នុងនគរមួយដ៏ស្រស់ស្អាតមានព្រះនាងម្នាក់ដែលមានបេះដូងពេញដោយមេត្តាករុណាព្រះនាងស្រឡាញ់ប្រជាជននិងតែងតែគិតពីទុក្ខលំបាករបស់ពួកគេថ្ងៃមួយព្រះនាងបានសម្លឹងមើលទៅឆ្ងាយហើយបានឃើញស្រែស្រូវដែលកំពុងស្ងួតហើយខ្វះសង្ឃឹមនោះហើយជាកន្លែងដែលរឿងរ៉ាវនេះបានចាប់ផ្ដើមនៅព្រឹកមួយដ៏ស្ងប់ស្ងាត់ក្នុងព្រះរាជវាំងព្រះនាងស្រីម៉ាលីបានសម្លឹងមើលទៅឆ្ងាយទៅកាន់ស្រែស្រូវរបស់ប្រជាជនឆ្នាំនោះស្រែស្រូវស្ងួតហើយប្រជាជនជាច្រើនពិបាកចិត្តនិងអស់សង្ឃឹមព្រះនាងគិតថាព្រះនាងមិនអាចឈរមើលបានទេព្រះនាងត្រូវតែជួយពួកគេដោយបេះដូងពេញដោយមេត្តាព្រះនាងបានចេញពីព្រះរាជវាំងទៅរកប្រជាជនព្រះនាងបានជួបកសិករហើយស្ដាប់រឿងរ៉ាវទុក្ខលំបាករបស់ពួកគេព្រះនាងមិនត្រឹមតែស្ដាប់ទេប៉ុន្តែបានចុះដៃធ្វើជាមួយពួកគេថ្ងៃហួសទៅថ្ងៃការងារលំបាកប៉ុន្តែគ្មានអ្នកណាម្នាក់បោះបង់មួយព្រឹកពន្លកបៃតងតូចៗបានលេចឡើងហើយសង្ឃឹមក៏កើតឡើងវិញនៅពេលវេលាប្រមូលផលស្រែស្រូវคล้ายជាមាសហើយចិត្តមនុស្សក៏ពេញដោយសេចក្តីរីករាយព្រះមហាក្សត្រមានព្រះហឫទ័យរីករាយហើយប្រទេសបានរៀនថាមេត្រីភាពនិងការជួយគ្នាគឺជាកម្លាំងដ៏ធំចាប់តាំងពីថ្ងៃនោះមកប្រជាជនក្នុងនគរបានរស់នៅដោយសុខសាន្តនិងជួយគ្នាទៅវិញទៅមកព្រះនាងបានបង្ហាញឲ្យគេដឹងថាអំណាចពិតប្រាកដមិនមែនមកពីមកុដឬព្រះរាជវាំងទេប៉ុន្តែមកពីចិត្តមេត្តានិងការចែករំលែកហើយចាប់ពីថ្ងៃនោះមកស្រែស្រូវក៏បៃតងស្រស់ហើយសង្ឃឹមក៏នៅជាមួយមនុស្សគ្រប់គ្នាជានិច្ចជួយ like និង comment ផង